សួស្តី Vlog Let's Learn ខ្មែរ with me ថ្ងៃនេះគឺយើង voice over យកតែម្ដងហើយនេះយើងហៅថាជីនាងវងហើយយើងមកស្លសម្លមួយមុខដែលមានដូចជាសាច់គោក្រូចឆ្មាហើយយើងហាន់ជាមួយនឹងជីរណាសិនណាហាន់ចឹងមកបន្ទាប់មកនាងខ្ញុំហាន់រំដេងជា2កង់បែបនេះនាងខ្ញុំក៏ធ្វើការចិតក្រូចឆ្មាហើយក្រូចឆ្មានេះគឺម៉ាក់យាយខ្ញុំបេះផ្ញើមកពីខេត្តមើលទៅក៏ជុះស៊ីដែរបានន័យថាទឹកវាច្រើនណាជូររញចំណែកសាច់គោនេះវិញនាងខ្ញុំទិញមកពីផ្សារចំនួន6000រៀលហើយនាងខ្ញុំហាន់វាស្ដើងបែបនេះសាច់គោនេះគឺស្រួលហាន់មែនតែនហើយសាច់វាឡើងក្រហមតែម្ដងសូមណែនាំជំនួយការនាងខ្ញុំណាជំនួយការនាងខ្ញុំធ្វើការភ្លក់ជាមុនសិនព្រោះគាត់ចង់ដឹងថាសាច់គោហ្នឹងវាផុយអត់ហើយនាងខ្ញុំជា chef នេះរៀងភ័យដែរព្រោះជំនួយការឈរមើលអង្គុយមើលផ្ទាល់អញ្ចឹងណារៀងញ័រដៃណាធ្វើអីអត់ត្រូវរួចហើយចាយើងដាំទឹកបង់រំដេងចូលគ្រឿងផ្សំថ្ងៃនេះនាងខ្ញុំដាក់ជាមួយនឹងទឹកត្រីបន្តិចជាមួយនឹងអំបិល1ចុងស្លាបព្រា1ចិបរោយលើវាដាក់ឲ្យសព្វលើសាច់គោរបស់យើងនាងខ្ញុំក៏បន្ថែមនៅស្ករចំនួន1ចុងស្លាបព្រាបាយហើយបន្ទាប់មកនាងខ្ញុំដាក់នៅប៊ីចេង1ចុងស្លាបព្រាបាយដូចគ្នាឲ្យល្មមជាចុងក្រោយហ្នឹងគឺម្សៅគ្រប់គ្រឿងគឺយើងអាចភ្លេចបានទេអំបិលគ្រប់គ្រឿងយើងបោះនេះដាក់ទៅរឹតតែឆ្ងាញ់ហើយយើងកូរច្បល់វាឲ្យសព្វល្អអញ្ចឹងមកហើយបន្ទាប់ពីហ្នឹងនាងខ្ញុំក៏ចាក់ទឹកចូលទៅក្នុងចានទៅព្រោះយើងអត់ចង់ឲ្យសាច់គោយើងឆ្អិនពេកឲ្យល្មមនេះច្បាច់ក្រូចថតមុខទេតែមាត់ភ្លក់ឲ្យសុភីឆ្ងាញ់ Yeah, baby! That's what I've been waiting for. That's what it's all about. Woo! មើលបត់សាកមួយវិញអត់មកយ៉ាងឡើយមកញ៉ា